សួស្តីអ្នកទាំងអស់គ្នាមកកាបូបនៅដៃខ្ញុំកាន់នេះស្អាតណាបងប្អូនសាច់ឲ្យបងប្អូនតែតលាយល្អណាបងប្អូនដាក់កាបូបដាក់ទូរស័ព្ទដាក់កាបូបដៃអីបានណាអែមហើយភេសជ្ជៈបើយើងកាន់តែញ៉ាំការឲ្យដាក់ភេសជ្ជៈអីបានទៀតហើយសម្រាប់ម៉ូតនេះបងប្អូនចង់យកទៅរៀនចាយអាចកំងជាឈុតបានឈុតវាអត់ថ្លៃបងប្អូនសម្រាប់ការចាក់ខ្ញុំបង្ហាញខ្លីៗឲ្យបងប្អូនមើលអាចនឹងមើលយល់ឲ្យបងប្អូនចាប់អារម្មណ៍អីអាចឆាតជពេកដើម្បីធ្វើការកំងបានណាហើយសម្រាប់កាបូបនេះដែរយើងត្រឡប់យកមកខាងស្មាបងប្អូនប្រទេសកាបូបហ្នឹងយើងចាក់ខាងផ្ទៃស្មាយើងអត់ចាក់ខាងផ្ទៃផុសហើយណាធ្វើអញ្ចឹងបានពេលដែលយើងភ្ជាប់ទៅវាខូចកាបូបយើងក្លឹបស្អាតហើយបងប្អូនបន្តចាក់បកគោលលបងជុំវិញពីលើកែមកាបូបហ្នឹងរហូតដល់ជុំប៉ុន្តែកន្លែងកែងបងប្អូនត្រូវចាក់ក្នុងហ្នឹងចាក់បកគោលលបងចំនួន3បងប្អូនអញ្ចឹងកាបូបយើងហ្នឹងយើងមានកែង4អញ្ចឹងក្នុងកែង4ហ្នឹងយើងចាក់មកកែង1 3កែង1 3ពេលដែលយើងចាក់ដល់ហើយយើងភ្ជាប់គ្នាមកយើងអាចកាត់អំបោសបានហើយបន្ទាប់ពីយើងចាក់ពេញដល់ជុំហើយយើងភ្ជាប់ហើយបងប្អូនចាក់ផ្ទៃកដាបងប្អូនផ្ទៃកាបូបយើងហ្នឹងយើងចាក់យើងត្រឡប់វាមកខាងកាឡាផុសវិញណាបងប្អូនអត់ចាក់ខាងកាឡាស្មាទៀតទេយើងចាក់មកខាងផ្ទៃផុសវិញអញ្ចឹងបងប្អូនព្យាយាមចាក់ដូចខ្ញុំហ្នឹងតតែពេញកាឡាដែរហើយយើងបានកាត់ហ្នឹងទៅបើបងប្អូនអត់ស្រឡាញ់ម៉ូដដូចដែលខ្ញុំបានចាក់ហ្នឹងទេបងប្អូនអាចចាក់ម៉ូដផ្សេងបានកលាផ្សេងបានពួកអីអានេះម៉ូដនេះយើងចាក់កលាធំអញ្ចឹងវាលឿនឆាប់ហើយវាស្អាតមួយយ៉ាងដែរបងប្អូនស្រឡាញ់កលាតិចបងប្អូនចាក់តែ4ប្រឡោះខ្វែងជាប់គ្នាទៅបានហើយអញ្ចឹងបងប្អូនព្យាយាមមើលក្នុងវីដេអូហ្នឹងអញ្ចឹងដូចដែលខ្ញុំបានធ្វើបង្ហាញបងប្អូនហ្នឹងទៅបងប្អូនមានផ្ទៃកាបូបប៉ុណ្ណាបងប្អូនចាក់ទៅពេញអញ្ចឹងទៅយើងចាក់ដូចគ្នាទាំងអស់អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បានសម្ភារៈចាក់កាបូបអាចតាក់ទងមកបានណាតម្លៃឈុតរបស់វាធូរថ្លៃមែនតើបងប្អូនដោយសារអានេះយើងអត់មានត្រូវការគូអីទេអញ្ចឹងគ្រាន់តែបងប្អូនកំងជាឈុតមកខ្ញុំរៀបឲ្យបងប្អូនមួយសេតហ្មងសម្រាប់ពណ៌វិញយើងមានច្រើនពណ៌ឲ្យបងប្អូនរើសហើយសម្រាប់អំបោះដែលខ្ញុំយកមកប្រើកាបូបនេះខ្ញុំប្រើអំបោះចិនបងប្អូនអំបោះស្ងួតរបស់ចិនណាសាច់វាអត់សូវភ្លឺទេបងប្អូនប៉ុន្តែធានាស្អាតឲ្យហើយបើអ្នកទាំងអស់គ្នាអត់ចេះចាក់ឬក៏អត់មានពេលអីអាចកំងខ្ញុំធ្វើឲ្យក៏បានបងប្អូនគ្នាឲ្យធ្វើឲ្យnóស្អាតឲ្យបងប្អូនឲ្យតើចិត្តហ្មងហើយតម្លៃវិញយើងអាចចរចាគ្នាក្នុងឆាតបន្ថែមហើយសម្រាប់ម៉ូដនេះអត់រើសហើយណាបងប្អូនអត់រើសកម្មវិធីទេបងប្អូនកាន់ទៅជប់លៀងគប់កណ្ដាលជប់ពាកការអីបងប្អូនអាចកាន់បានទាំងអស់ដោយសារម៉ូដវាអត់របៀបថាឆើតពេកចឹងម៉ូដវាធម្មតាសាមញ្ញតែរបៀបបែបស្អាតថ្លៃថ្នូរចឹងស្បីតែខ្ញុំនេះខ្ញុំចាក់ឲ្យភ្លាមខ្ញុំកាន់ទៅកម្មវិធីការគេមានអារម្មណ៍ថាស្រឡាញ់កាបូបហ្នឹងមែនតើហើយទលាយសំខាន់ទលាយយើងដាក់ទូរស័ព្ទបានពី3គ្រឿងហើយខ្ញុំពេលមកវិញខ្ញុំដាក់ភេសជ្ជៈចូលយើងដាក់ចូលបានទៀតដាក់នំដាក់អីបានមកអែមហ្មងចឹងអ្នកទាំងអស់គ្នាចង់កំងសម្ភារៈឬក៏ចង់កំងកាបូបអីអាចឆាតមកបានណានិយាយទៅមួយរយៈហ្នឹងអត់ត្រូវបានចាញ់វីដេអូឲ្យបងប្អូនទេមួយរយៈហ្នឹងរវល់សេតផងបងប្អូនដឹងស្រាប់ហើយតែយើងមានសង្គ្រាមអញ្ចឹងរវល់តាមដានព័ត៌មានផងអត់សូវមានពេលអត់សូវរបៀបថាអារម្មណ៍យើងអត់សូវមូលអត់សូវមានពេលបានថតវីដេអូអត់សូវមានពេលបានកាត់វីដេអូ